mặt ngày bông bồn ngọc này pro bán 4 tới 5 h hay bông bồn ngọc này trong trận đánh đôi đập 50,000 រៀល ប៉ុន្តែជាក់ស្ដែងយើងចាយពេលវេលាដូចជាបាក់កម្លាំងរយៈពេលមួយថ្ងៃចោលហើយសម្រាប់ពុកម៉ែបងប្អូនកសិករដែលគាត់ធ្វើស្រែគិតទៅលើគុណភាពស្រូវគាត់គិតទៅលើពេលវេលាគឺគាត់អត់គិតថាការកែច្នៃឧបករណ៍ព្រោះនេះគឺជាការចំណេញទេចំណេញដែរប៉ុន្តែដាច់ចំណងមួយថ្ងៃបងប្អូនទាំងអស់គ្នាព្រោះបាន 4 ទៅ 5 ហត្ថហើយបងប្អូនទាំងអស់គ្នាចង់ចំណេញលុយ 15,000 រៀល ប៉ុន្តែជាក់ស្ដែងយើងចាយពេលវេលាដូចជាបាក់កម្លាំងរយៈពេលមួយថ្ងៃចោលអញ្ចឹងពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ឧបករណ៍ច្នៃដោយដៃគឺបងប្អូនទាំងអស់គ្នាពឹងផ្អែកទៅលើមនុស្សសុទ្ធសាធតែម្ដងមានន័យថានៅពេលដែលបងប្អូនទាំងអស់គ្នាដើរបងប្អូនទាំងអស់គ្នាព្រោះគឺយើងត្រូវពឹងផ្អែកទៅលើល្បឿនកម្ពស់នៃការប្រើប្រាស់ឧបករណ៍កែច្នៃក៏ដូចជាប៉ាន់ស្មានដោយភ្នែកមនុស្សតែម្ដងគឺអត់មានភាពសុក្រិតទេអានឹងខ្ញុំនិយាយជាក់ស្ដែងណាហើយក្របព្រោះក៏វាអាស្រ័យទៅតាមនឹងដូចគ្នាគឺវាមានខ្វះគឺវាមានលើសហើយទិន្នផលចុងក្រោយគឺវាខុសគ្នាទៅតាមផ្ទៃដីផងដែរវាអត់ស្មើគ្នាទេអញ្ចឹងបើយើងក៏លេចមកមើលបច្ចេកវិទ្យាក្នុងកសិកម្ម DJI ដែលគេបានអភិវឌ្ឍមកគឺដើម្បីឲ្យពុកម៉ែបងប្អូននៅក្នុងវិស័យកសិកម្មហ្នឹងដើម្បីប្រើនៅក្នុងវិស័យកសិកម្មអញ្ចឹងនៅក្នុងហ្នឹងគឺមានមុខងារជាច្រើនមែនតើមុខងារទី1 RTK Positioning System វាគឺជាប្រព័ន្ធដំណើរការមួយដែលអនុញ្ញាតឲ្យ drone បងប្អូនហ្នឹងហោះហើរតាមកន្លងបានស្មើគ្នាល្អក៏ដូចជាអត់ជន់ជួរហើយក៏អត់ខ្វះដែរទី2បច្ចេកវិទ្យា radar និង terrain following វាអាចឲ្យបងប្អូនទាំងគ្នាស្គាល់ទៅលើប្រភេទដីទាបខ្ពស់អញ្ចឹងនៅពេលដែលហោះហើរបាញ់ក៏ដូចជាព្រោះវានឹងលៃតម្រូវឡើងចុះដោយស្វ័យប្រវត្តិដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនទាំងគ្នាព្រោះឬក៏បាញ់ហ្នឹងដីរបស់បងប្អូនស្មើគ្នាល្អទី3ហ្នឹងគឺ intelligent route planning វាគឺជាបច្ចេកវិទ្យាមួយដែលអនុញ្ញាតឲ្យ drone របស់បងប្អូនហោះទៅតាមកន្លងផ្លូវដោយវៃឆ្លាតអញ្ចឹងវាកណនាទៅលើជួរកណនាទៅលើល្បឿនដោយស្វ័យប្រវត្តិដើម្បីសន្សំពេលវេលានៃការហោះហើរទី4 precise flow control system វាគឺជាការគ្រប់គ្រងលំហូរក្បាលបាញ់មិនថាថ្នាំមិនថាជីមិនថាព្រោះស្រូវគឺវាគ្រប់គ្រងទៅលើលំហូរក្បាលបាញ់ឲ្យមានភាពសុក្រិតច្បាស់លាស់នៅពេលដែលបងប្អូនបាញ់ទៅលើផ្ទៃស្រែមួយហ្នឹងគឺវាគ្របដណ្ដប់ស្មើគ្នាបានល្អវាអត់លើសអត់ខ្វះទេអញ្ចឹងមិញហ្នឹងគឺខ្ញុំនិយាយទៅលើទ្រង់កសិកម្មទូទៅដែលមានដូចជា model T25 model T50 T40 អីជាដើមអញ្ចឹងមានបច្ចេកវិទ្យា drone តែមានដូចជា T100 T70P ដែលទើបតែចេញបច្ចេកវិទ្យាចុងក្រោយគឺវាទំនើបខ្លាំងជាងនឹងទៀតអញ្ចឹងយើងត្រឡប់មកវិញឧទាហរណ៍មួយចុះនៅពេលដែល drone ហោះលើដីទាបឬក៏ខ្ពស់ប្រព័ន្ធ radar និង terrain following របស់ទ្រង់កសិកម្ម DJI ហ្នឹងគឺវាអាចលៃតម្រូវកម្ពស់ដោយស្វ័យប្រវត្តិដើម្បីរក្សាបាននៅចម្ងាយរវាងដំណាំចម្ការនិង drone របស់បងប្អូនឲ្យមានស្ថិរភាពហើយវាគឺជារឿងមួយដែលបងប្អូនទាំងគ្នាព្រោះដោយដៃឬក៏ប្រើប្រាស់ឧបករណ៍កែច្នៃពិបាកនឹងធ្វើមែនទែនមួយវិញទៀតអ្វីដែលសំខាន់ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងទិន្នន័យដែលបងប្អូនទាំងគ្នាចង់ព្រោះម្ដងហើយព្រោះម្ដងទៀតថ្ងៃនេះបងប្អូនព្រោះ20ហត្ថថ្ងៃក្រោយបងប្អូនចង់ព្រោះ20ហត្ថទៀតវានៅតែរក្សាបាននៅប្លង់ដដែលជាមួយនឹងគុណភាពនៃការព្រោះក៏ដូចជាការបាញ់ថ្នាំដដែលទាំងអស់ហើយវាអត់អាស្រ័យទៅលើអារម្មណ៍របស់អ្នកព្រោះថាពេលហ្នឹងគាត់អារម្មណ៍ល្អឬក៏សប្បាយចិត្តមិនសប្បាយចិត្តទេគឺវាធ្វើការបានដោយអត់ខ្វល់ពីអារម្មណ៍មនុស្សវាអត់ហត់ជាមួយនឹងការដែលវាធ្វើការនឹងទេហើយ DJI គឺមានគោលដៅក៏ដូចជាចក្ខុវិស័យវែងឆ្ងាយមែនទែនទៅលើការអភិវឌ្ឍទ្រង់កសិកម្ម DJI នឹងឡើងមកគឺដើម្បីផ្លាស់ប្ដូររបៀបធ្វើកសិកម្មដោយប្រើកម្លាំងទៅជាការធ្វើកសិកម្មដោយបច្ចេកវិទ្យាអញ្ចឹងសល់ពេលវេលាច្រើនមែនទែននៅក្នុងរយៈពេលមួយថ្ងៃហ្នឹងបងប្អូនទាំងគ្នាអាចយកទៅគិតទៅលើការចំណាយផ្សេងគិតទៅលើទិន្នផលដាំដុះក៏ដូចជាផែនការដែលបងប្អូនធ្វើកសិកម្មហើយបងប្អូនក៏អាចបំបែកចំណូលបន្ថែមមួយទៀតជាមួយនឹងទ្រង់កសិកម្ម DJI ផងដែរហើយសម្រាប់ពុកម៉ែបងប្អូនកសិករដែលគាត់ធ្វើស្រែគិតទៅលើគុណភាពស្រូវគាត់គិតទៅលើពេលវេលាគឺគាត់អត់គិតថាការកែច្នៃឧបករណ៍ព្រោះនេះគឺជាការចំណេញទេចំណេញដែរប៉ុន្តែដាច់ចំណងហើយពុកម៉ែបងប្អូនអាចស្វែងរកទ្រង់កសិកម្ម DJI គ្រប់ model ដែលបំពេញតម្រូវការបងប្អូនទាំងអស់គ្នាទៅតាមប្រភេទដំណាំចម្ការស្រែស្រូវរបស់បងប្អូនបានគ្រប់ប្រភេទបងប្អូនអាចមកស្វែងរកបាននៅក្រុមហ៊ុន ACC អរគុណមែនទែនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាមានអ្វីផ្សេងៗទៀតចង់សួរមកកាន់ក្រុមការងារពួកយើងនឹងព្យាយាមឆ្លើយដល់គ្រប់សំណួរតាមអាចធ្វើទៅបានអរគុណបងប្អូនជួបគ្នាជាមួយខ្ញុំនៅវីដេអូបន្ត